មនុស្សម្នាក់សត្វតែមាននៅនឹងឯការសម្រេចចិត្តនៅផ្លូវជីវិតដើររៀងខ្លួនហ្នឹងហើយអ្នកខ្លះទៅក៏គាត់ចង់នៅប្រទេសកំណើតរបស់គាត់ដោយសារគាត់ធ្លាប់កើតជាតាំងពីក្មេងធ្លាប់រត់លេងហ្នឹងហើយជាមួយនឹងធម្មជាតិការរស់នៅហ្នឹងហើយគឺគាត់ស៊ាំចេះថាគាត់ស៊ាំតាំងពីក្មេងមកទៅហើយណាហ្នឹងហើយគាត់ចិញ្ចឹមគោពពែមាន់ទាគាត់ដាំបន្លែដាំប្លុកចឹងណាហ្នឹងហើយគាត់គិតថាជីវិតគាត់គឺសប្បាយចិត្តហ្នឹងហើយទៅទីណាក៏គាត់អត់ចង់ទៅដែរហ្នឹងហើយតែក៏មានហ្នឹងហើយបងប្អូនខ្លះក៏គាត់ចង់ផ្លាស់ប្ដូរនៅជីវិតមករស់នៅស្រុកគេឬក៏មកធ្វើការស្រុកគេថាតើវាមានការផ្លាស់ប្ដូរយ៉ាងម៉េចអីយ៉ាងម៉េចចឹងណាហ្នឹងហើយតាមពិតវាមិនជាខុសហ្នឹងហើយត្រង់ដែលបងប្អូនហ្នឹងហើយនៅប្រទេសកំណើតក៏ដូចជាបងប្អូនមានបំណងហ្នឹងហើយមកធ្វើការឬក៏មករស់នៅប្រទេសគេវាអត់មានចម្លែកទេតែអ្វីដែលយើងសង្កត់ធ្ងន់ឬក៏អ្វីដែលយើងមើលឃើញជាក់ស្ដែងគឺតកតងជាមួយនឹងហ្នឹងហើយការផ្លាស់ប្ដូរមានន័យថាយើងមកនៅប្រទេសគេគឺវាពិតជាមានការផ្លាស់ប្ដូរច្រើនវាចូលចង់180 ដឺក្រេហើយយើងក៏ start ហ្នឹងហើយពី0ទៅវិញដែរហ្នឹងហើយដូចទូយ៉ាងផ្ទាល់ឥឡូវខ្ញុំលើកហ្នឹងហើយអំពីការរស់នៅនឹងក៏ដូចជាការមកធ្វើការនៅប្រទេស New Zealand ហ្នឹងខ្ញុំ focus ទៅលើប្រទេស New Zealand ហ្នឹងហើយប្រទេស New Zealand តាក់ទងជាមួយនឹងមនុស្សប្រុសឬក៏តាក់ទងជាមួយនឹងមនុស្សស្រីគឺមានសិទ្ធិស្មើគ្នាហ្នឹងហើយមានការងារដូចគ្នាហើយមនុស្សប្រុសហ្នឹងហើយគាត់ទៅតែចេះទាំងអស់ចេះតាំងពីការងារហ្នឹងហើយចង្ក្រានជើងឆ្នាំងណាហ្នឹងហើយដែលយើងនិយមប្រើភាសាចង្ក្រានជើងឆ្នាំងធ្វើម្ហូបធ្វើអីហ្នឹងហើយគឺមនុស្សប្រុសត្រូវតែចេះហ្នឹងហើយធ្វើម្ហូបចេះទៅយកកូនចេញពីសាលាចេះដាក់ខោអាវបោកហាខោអាវនិយាយចំទៅគឺត្រូវតែចេះព្រោះនៅស្រុកនេះយើងអត់អាចហ្នឹងហើយប្រចាំគ្នាឬក៏យើងគិតថាការងារមនុស្សស្រីការងារមនុស្សប្រុសអត់ទេស្រុកនេះណាហ្នឹងហើយគឺស្មើគ្នាមានសិទ្ធិស្មើគ្នាព្រោះតាក់ទងជាមួយនឹងមនុស្សស្រីនិងមនុស្សប្រុសគាត់នឹងឲ្យចេញទៅធ្វើការដូចគ្នាហើយគាត់ទទួលបានប្រាក់បៀវត្សចឹងនិយាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងមកថាមនុស្សប្រុសបើសិនជាគាត់ធ្លាប់តែនៅប្រទេសកំណើតធ្លាប់តែអត់ដែលធ្វើអីសោះហ្នឹងហើយផ្ដោតទៅលើតែការហូរលុយមកដល់ផ្ទះមានអាហារម្ហូបស្រាប់ហ្នឹងហើយខោអាវអីមានប្រពន្ធអីបោកឲ្យទាំងនេះអត់ទេណាហ្នឹងហើយធ្វើខ្លួនឯងហ្នឹងហើយព្រោះសត្វតែអ្នករវល់ទេហ្នឹងហើយបើសិនប្រពន្ធតនេក៏គាត់ធ្វើទៅ
នឹងហើយតែបើសិនជាប្រពន្ធរវល់យើងក៏ធ្វើទៅចង់និយាយថានៅនេះអត់បែងចែកការងារណាហ្នឹងហើយអ្នកណាតនីក៏ធ្វើទៅអ្នកណារវល់ក៏តាមនឹងទៅហ្នឹងហើយទី1ហើយអ្វីដែលខ្ញុំមើលឃើញមួយទៀតតាក់ទងជាមួយនឹងលុយកាក់ខ្ញុំឃើញច្រើនគឺនៅស្រុកនេះផ្នែកកំណត់គេគឺគេអត់ចាយលុយដូចនៅប្រទេសយើងទេតាក់ទងប្រទេសយើងគឺតាក់ទងភាគច្រើនប្រទេសយើងណាគឺនៅពេលដែលយើងចាប់ដៃជាប្តីជាប្រពន្ធចឹងទៅគឺជាទូទៅប្តីរលុយអញ្ចឹងទៅនឹងយើងឲ្យប្រពន្ធទុកដាក់អញ្ចឹងណានឹងឲ្យប្រពន្ធទុកដាក់ទំនប់បំរុងគ្រួសារនឹងឯងប្តីជាទូទៅរលុយអញ្ចឹងណាហ្នឹងហើយតែនៅប្រទេសនេះខ្ញុំឃើញភាគច្រើនគឺប្តីក្តីប្រពន្ធក្តីគឺគាត់រលុយផ្សេងគ្នាចឹងថាលុយចូលកុងផ្សេងគ្នាណាហ្នឹងហើយចង់ញ៉ាំអីយើងញ៉ាំផ្សេងគ្នាទៅហ្នឹងហើយព្រោះខ្ញុំឃើញម្ហូបអីម្ហូបនៅហាងនៅអីក្តីប្តីចង់ញ៉ាំអីញ៉ាំទៅហ្នឹងហើយប្រពន្ធចង់ញ៉ាំអីញ៉ាំទៅមានកាតធនាគារផ្សេងគ្នាណាហ្នឹងហើយវាលក្ខណៈអញ្ចឹងនឹងអានេះខ្ញុំនិយាយជាលក្ខណៈភាគច្រើនណាហ្នឹងហើយតែក៏វាមិន 100% ដែរហ្នឹងហើយវាមានអ្នកខ្លះក៏មានហ្នឹងហើយកុងសំកុងសំគេហៅ saving account រួមហ្នឹងហើយក៏អាចមានខ្លះហ្នឹងហើយឬក៏ក្រៃលោមានគ្រួសារខ្លះហ្នឹងហើយគាត់ហ្នឹងហើយទុកលុយឲ្យប្រពន្ធដើម្បីទំនប់បំរុងគ្រួសារថ្លៃចាយវាយអីអានឹងក៏យើងមិនសូវជាស៊ីជម្រៅដែរណាហ្នឹងហើយក៏តែថាខ្ញុំឃើញច្រើនជាទូទៅផ្នត់គំនិតបរទេសជាទូទៅតាក់ទងលុយកាក់ការចាយវាខុសពីខ្មែរខ្ញុំចង់បញ្ជាក់ណាហ្នឹងហើយខុសពីខ្មែរអត់ដូចខ្មែរទេហ្នឹងហើយតាក់ទងជាមួយនឹងអត្តចរិតអីហ្នឹងក៏រៀងខុសពីខ្មែរដែរដោយសារនៅនេះហ្នឹងហើយជាទូទៅគេបែប independent ណា independent អញ្ចឹងជាទូទៅផ្នត់គំនិតដូចជនជាតិយើងអីអត់សូវមានទេជនជាតិយើងរកបាន100យើងត្រូវបែងចែកណាហ្នឹងហើយព្រោះយើងជាទូទៅយើងគិតអំពីអនាគតកូនយើងគិតអំពីអនាគតគ្រួសារអនាគតកូនប្រពន្ធយើងណានៅផ្ទះនៅសបាយតែជនជាតិនេះដូចជាវាអត់អញ្ចឹងហ្នឹងហើយខ្ញុំឃើញជាទូទៅដូចកម្រដែលផ្នែកកំណត់តាក់ទងជាមួយនឹងការសែនសំចៃដូចជាទូទៅអត់សូវមានទេជាទូទៅខ្ញុំនិយាយជាទូទៅណាដូចអត់សូវមានទេជាទូទៅដោយសារគាត់គិតថាទោះបីជាគាត់ចាយអស់ហ្នឹងហើយក៏គាត់អាចហ្នឹងហើយអត់ខ្លាំងក៏គាត់អាចស្នើសុំលុយរដ្ឋហ្នឹងហើយយកមក support ការហូបចុករបស់គាត់ឬក៏ support ថ្លៃជួលផ្ទះគាត់អញ្ចឹងណាហ្នឹងហើយឈឺស្កាត់អីក៏នៅស្រុកនេះគេ free អញ្ចឹងណាហ្នឹងហើយកូនអីក៏អត់ចាំបាច់យើងត្រូវទុកលុយឲ្យកូនទៅរៀនមហាវិទ្យាល័យអីដែរអត់ទេហ្នឹងហើយយកទូទៅកូនគេការរៀន free ហើយកូនស្រុកនេះអត់ដូចកូនស្រុកខ្មែរយើងឬក៏ប្រទេសយើងតាក់ទងនឹងពេលដែលរៀនចប់អនុឬក៏វិទ្យាល័យយើងទិញម៉ូតូឬក៏អ្នកខ្លះមានលទ្ធភាពទិញដុល្លារនេះអញ្ចឹងណាស្រុកនេះជាទូទៅគេប្រើលក្ខណៈ transportation តាក់ទងជាមួយនឹងឡានក្រុងជាទូទៅភាគច្រើនក្មេងសិស្សសាលាណាគេអត់សូវខ្ញុំមើលជាក់ស្ដែងឬអត់សូវបើកឡានអីទេអត់សូវបើកឡានបើកអីទេ
នឹងជាទូទៅគេផ្ដោតទៅលើវិស័យ transportation ច្រើនអញ្ចឹងណាហ្នឹងឬក៏បើសិនជាថាមានចំណាយខ្លះឲ្យកូនរៀននេះតិចតួចចឹងទៅណាបងប្អូនណាហ្នឹងហើយវាអត់សូវផ្ដោតច្រើនទេខ្ញុំចង់បញ្ជាក់អញ្ចឹងស្រុកនេះអត់សូវផ្ដោតការ look after ការសន្សំអីដូចជាមិនទេណាស្រុកនេះជាទូទៅគឺអញ្ចឹងហ្នឹងហើយលក្ខណៈអញ្ចឹងហើយតាក់ទងជាមួយនឹងស្រុកខ្មែរជាទូទៅនៅពេលដែលម្ដាយឪពុកគាត់ចាស់ជរានឹងអាហ្នឹងយើងក៏ look after គាត់វិញទៅធ្វើម៉េចទេព្រោះគាត់ធ្លាប់ចិញ្ចឹមយើងតាំងពីក្មេងនឹងប្រគាត់ចាស់យើងក៏ look after គាត់វិញទៅណាយើងនៅជាមួយគាត់នឹងឲ្យទឹកក្តៅទឹកត្រជាក់អីទៅនឹងឲ្យកូនចៅតែចាស់នៅស្រុកនេះភាគច្រើនគឺគាត់អត់នៅជាមួយនឹងកូនទេដោយសារកូនគាត់អត់មានពេលវេលាដើម្បីមើលថែរក្សាពួកគាត់ចាស់ទេដោយសារកូនជាទូទៅគាត់ចេញធ្វើការឬក៏គាត់ចេញរលុយរស៊ីអញ្ចឹងណាហ្នឹងហើយអញ្ចឹងជាទូទៅគឺចាស់ស្រុកនេះភាគច្រើនគឺចាស់ទៅគាត់ទៅនៅមណ្ឌលហើយនៅមណ្ឌលខ្ញុំសូមបញ្ជាក់បងប្អូនមួយចំនួនដែលលោកបងប្អូនយល់ច្រឡំណាពាក្យថាឪពុកម្ដាយចាស់ទៅក៏ដាក់មណ្ឌលមិនមែនយកទៅបំបងយកទៅកវត្តចោលទេព្រោះនៅមណ្ឌលគេមានពេទ្យហើយគេមានអ្នកថែទាំមានបាយមានទឹកមានការ entertainment មានតាក់ទងជាមួយនឹងដូចជាសហគមន៍មួយអញ្ចឹងណាហ្នឹងហើយចាស់ជួបជុំគ្នាហ្នឹងហើយគាត់ចង់បានអីហ្នឹងហើយមានអ្នកថែទាំហ្នឹងហើយទឹកក្តៅទឹកត្រជាក់ហ្នឹងហើយងូតទឹកងូតអីចាំគឺគេសើចេះថាគេមានបុគ្គលិកបម្រើសេវាកម្មណាហ្នឹងហើយឈឺអីក៏មានពេទ្យនៅប្រចាំការអញ្ចឹងបងប្អូនហ្នឹងហើយគឺចាស់គាត់ស្រុកនេះចាស់ទៅគឺគាត់ត្រូវទៅអញ្ចឹងជាទូទៅណាហ្នឹងហើយកូនបើគាត់កូនខ្លះគាត់មានទឹកចិត្តអីចឹងទៅហ្នឹងហើយមួយខែមួយអាទិត្យឬក៏អីគាត់ទៅលេងម្ដងទៅអាហ្នឹងគាត់ទៅមើលម្ដាយគាត់ឪពុកគាត់មិនអីមិនចឹងណាហ្នឹងអាហ្នឹងគាត់ក៏ទៅមើលទៅតែបើកូនចៅខ្លះគាត់គិតតែរឿងលុយពេកហ្នឹងមិនបានទៅមើលឪពុកម្ដាយទៅអាហ្នឹងក៏តាមហ្នឹងទៅ1ឆ្នាំ2ឆ្នាំ3ឆ្នាំក៏តាមហ្នឹងទៅហើយអ្នកខ្លះទៀតក៏អត់ទៅសោះដល់ពេលដែលម្ដាយឪពុកហ្នឹងគាត់បានទទួលហ្នឹងហើយគាត់ pass away ក៏បានទទួលមរណភាពទៅហ្នឹងក៏ខាងមណ្ឌលគេតាក់ទងទៅសាច់ញាតិអីចឹងទៅហ្នឹងហើយប្រាប់ដំណឹងអញ្ចឹងណាហើយចាំថាវាលក្ខណៈអញ្ចឹងចាំខ្ញុំចង់បញ្ជាក់ថាវាខុសគ្នាជាមួយនឹងប្រជាជនយើងណាឪពុកម្ដាយនេះតែខ្ញុំគិតថាទោះបីជាគាត់ទទួលបាននៅអាសេវាកម្មមើលថែរក្សាគាត់ចាស់ក៏ប៉ុន្តែផ្នែកគំនិតគាត់វាបាត់ណាខ្ញុំចង់បញ្ជាក់ថាបាត់នៅអាភាពស្និទ្ធស្នាលរវាងសាច់ញាតិគ្រួសារវាបាត់អាហ្នឹងហើយណាវាបាត់ហើយចាងធ្វើមិនទេដោយសារដូចខ្ញុំបញ្ជាក់ដោយសារផ្នត់គំនិតជនជាតិគេនេះគឺវាអញ្ចឹងដែរណាគឺវាអញ្ចឹងហ្នឹងមានតែទទួលយកហ្នឹងចង់និយាយអញ្ចឹងណានឹងទទួលយកចាំថានៅស្រុកនេះបើយើងប្រៀបជាមួយនឹងការរស់នៅស្រុកខ្មែរខុសគ្នាច្រើនណាបងប្អូនខុសគ្នាច្រើនណាខុសគ្នាច្រើនមែនតែនហ្មងណាហ្នឹងហើយអត់អីទេបងប្អូនចាំមើលមានពេលវេលាក្រោយទៀតខ្ញុំនឹងនិយាយលេងជាមួយបងប្អូនបន្តទៀតណាហ្នឹងហើយខ្ញុំជិះតែចែករំលែកចែកចាយនៅបទពិសោធន៍ក៏ដូចជាចំណេះដឹង
នឹងឲ្យបញ្ហាមួយចំនួនដែលខ្ញុំនៅបានដឹងនឹងឲ្យស្វែងយល់នឹងឲ្យបងប្អូនទាំងគ្នាដឹងថាតើជីវិតនៅស្រុកគេហ្នឹងវាស៊ូអត់វាពិបាកអត់ហើយតើគេរស់នៅបែបណាអីបែបណីចឹងបងប្អូនបាទអរគុណច្រើន